រឿងអណ្ដើកនិងស្វាមានរឿងនិទានមួយថាអណ្ដើកនិងស្វាវាសុំធ្វើដន្លងគ្នាតែគ្មានកូនចៅទៅចងពន្ធអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើដន្លងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដោយដន្លងអ្នកទាំងពួងនោះដែរលុះសំណេរយូរទៅដន្លងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាសន្មតថ្ងៃនឹងស៊ីការទើបនឹកឃើញអណ្ដើកជាដន្លងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវចិត្តថ្ងៃការណាស់ទៅហើយបើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ទៅប្រាប់ដន្លងស្វាថាត្បិតដន្លងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដន្លងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេទេមានតែដន្លងឯងខំវ័ននេះចោះយើងនឹងទាញឡើងប៉ុន្តែបើមិនទាន់ទៅដល់កន្លែងដែលយើងអង្គុយទេដន្លងឯងកុំនិយាយឲ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវ័រពួកស្វាទាំងប៉ុន្មានក៏ទាញវ័រនោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដន្លងស្រីស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាដន្លងសុខសប្បាយជាទេអណ្ដើកភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដន្លងក៏របូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នូកដោយគេបោកនឹងថ្មស្លាប់នៅវេលានោះខានស៊ីការនោះទៅ